កម្ពុជាមួយឆ្នាំពោពេញដោយពន្លឺអរគុណកងទ័ពបដិវត្តកម្ពុជាអរគុណកងទ័ពវៀតណាមដែលបានកម្ចាត់ភាពខ្មៅងងឹតដ៏ធ្ងន់ធ្ងរនោះនិងបានរំដោះជនជាតិមួយចាក់ផុតពីគ្រោះសម្លាប់រង្គាលការញញឹមពោពេញដោយក្តីសង្ឃឹមរបស់ប្រជាជនមួយដែលត្រូវអត់ឃ្លានអស់រយៈ4ឆ្នាំកន្លងមកឥឡូវសិទ្ធិសេរីភាពក្នុងការរស់នៅក៏បានមកលើប្រជាជនកម្ពុជាវិញម្ដងទៀតទេមាតុភូមិយើងខ្ញុំត្រូវតែរស់សត្រូវរបស់កម្ពុជាត្រូវតែប្រជាជនយើងគ្រប់ជាន់ថ្នាក់កំពុងដើរឆ្ពោះទៅតាមទង់បដិវត្តន៍ដែលជាទីសង្ឃឹមនិងជ័យជំនះ4ឆ្នាំត្រូវធ្វើកធ្វើខ្លងដោយជប់ស្ងាត់ទើបតែថ្ងៃនេះទេដែលប្រជាជនទូទាំងប្រទេសមានសិទ្ធិបន្លឺនិងបញ្ចេញសម្លេងរបស់ខ្លួនកម្ពុជាកំពុងចូលឆ្នាំថ្មីមួយឆ្នាំជាសក្ខីភាពនៃការផ្លាស់ប្ដូរប្លែកអស្ចារ្យរបស់ប្រទេសជាតិប្រាសាទអង្គរដ៏រុងរឿងជាព្រលឹងអមតៈនៃកម្ពុជាកម្ពុជាជាសាធារណ